ជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់ Channel កណ្ដាល iOS វីដេអូរបស់ខ្ញុំថ្ងៃនេះគឺចង់បង្ហាញពីរបៀប download បទចម្រៀងមកធ្វើជាសំឡេងរោឬក៏ ringtone ងាយៗនៅលើទូរស័ព្ទដៃ iPhone សម្រាប់ version iOS 26អញ្ចឹងសម្រាប់ iPhone X ចុះក្រោមគឺធ្វើតាមវីដេអូនេះអត់បានទេអធិស្ឋានផងអាចធ្វើបានចាប់ពី iPhone 11ឡើងទៅដោយឈរនៅលើ version iOS 26ទើបអាចធ្វើតាមវីដេអូដែលខ្ញុំបង្ហាញនេះបានអូខេតោះអញ្ចឹងឥឡូវយើងមកដឹងពីរបៀប download បទចម្រៀងនិងយកបទចម្រៀងនោះធ្វើជា ringtone ឬក៏សំឡេងរោសម្រាប់ទូរស័ព្ទដៃ iPhone របស់យើងផ្ទាល់អូខេអញ្ចឹងបងប្អូនចូលមកក្នុង TikTok មកបាទស្វែងរកបទចម្រៀងក៏បទភ្លេងណាដែលយើងចូលចិត្តណាបាទអូខេអញ្ចឹងភ្លេងនេះកំពុងពេញនិយមអញ្ចឹងយកភ្លេងនេះតែម្ដងបាទអូខេអញ្ចឹងយើងសកតមកចុចសកតមកហើយយើងចុចទាញយកមកបើទាញយកអត់បានទេយើងអាចមើលស្វែងរកសំឡេងនឹងផ្សេងទៀតនៅលើ account គេផ្សេងទៀតអញ្ចឹងណាដោយសារតែ account ខ្លះគេអត់អនុញ្ញាតឲ្យយើង download សំឡេងឬក៏វីដេអូចេញក្នុង account TikTok របស់គេទេអញ្ចឹងយើងត្រូវរក account ផ្សេងទៀតដែលអាច download បានណាបាទអញ្ចឹងបន្ទាប់ពីយើង download បានហើយយើងចេញពីកម្មវិធី TikTok មកបន្តមកទៀតបងប្អូនចូលទៅក្នុងកន្លែងកម្មវិធី photo ចុចក្នុងកម្មវិធី photo មកហើយយើងចុចទៅលើវីដេអូដែលយើងបាន download មកហ្នឹងបាទបន្តមកទៀតបងប្អូនចុចកន្លែងសញ្ញាព្រួយឡើងលើសញ្ញា share បាទអូខេហើយយើងអូសចូលមកក្រោមមកបាទអូសចូលមកក្រោមមកយើងយក save to file ហើយយើងចុច save យកតែហ្មងទៅបាទបើចាំគិតច្រើនចុចយក save មកបន្ទាប់ពីយើង save ចូលក្នុងកម្មវិធី file ហើយយើងចុចបើកកម្មវិធី file របស់យើងមកបាទនេះកម្មវិធី file ចឹងចុចបើកកម្មវិធី file អូខេអញ្ចឹងកន្លែងនេះបងប្អូនត្រូវចុចសញ្ញាចុច3ខាងលើនេះសិនមកហើយបងប្អូនអូសចូលមកក្រោមយើងយក view option បន្ទាប់មកយើងចុចបើកកុងតាក់នេះមួយមកកន្លែង show all file name extension បើកកុងតាក់មួយបាទហើយយើងថយទៅវិញបន្ទាប់មកយើងសកត់ទៅលើវីដេអូដែលយើងបាន download មកហ្នឹងហើយ save មកហ្នឹងសកត់មកហើយយើងយក rename នេះដើម្បីកែ file ហ្នឹងពី MP4 ទៅជា MP3 បាទឬក៏ M4A អញ្ចឹងទៅបាទអូខេយើងលុបពាក្យថា MP4 ហ្នឹងចេញបាទយើងដាក់ MP3 វិញមកបាទ MP3 ឬក៏ M4A អញ្ចឹងទៅបាទអូខេអញ្ចឹងយើងចុចទៅលើពាក្យថារួចរាល់ហើយបងប្អូនយកកន្លែង MP3 នេះ use MP3 បាទតោះមកយើងចាំវាមក plate អូខេបន្ទាប់ពីយើងបានដូរឈ្មោះទៅជា file MP3 ហើយយើងចុចទៅលើ file មួយហ្នឹងមកហើយបងប្អូនចុចកន្លែងសញ្ញាព្រួញឡើងលើនេះបន្តមកទៀតបងប្អូនអូសចូលមកក្រោមបងប្អូននឹងឃើញពាក្យថា use as ringtone បាទអូខេអញ្ចឹងយើងចុច use as ringtone មកបាទតែប៉ុណ្ណឹងគឺជាការស្រេចកន្លែងឈ្មោះនេះបើសិនជាយើងចង់កែកន្លែងមិញណាបាទបើសិនជាយើងអត់ចង់ឲ្យវាលោតឈ្មោះអីញ៉ៃអញ្ចឹងបាទតែខ្ញុំខ្ជិលដោយឈ្មោះ Nonter វែងឆ្ងាយបាទអូខេអញ្ចឹងយើងចាក់សាក់ចាក់អូខេបងឃើញណាអញ្ចឹងឥឡូវយើងសាក់យកទូរស័ព្ទខ្ញុំមកទៀតខលសិនមើលអូខេឥឡូវខ្ញុំខលទៅសិនបាទបងឃើញណាជិតបិទវិញអញ្ចឹងងាយស្រួលមែនតើនៅក្នុងការ download និងកំណត់វាជា ringtone ឬក៏សលេងរោទូរស័ព្ទរបស់យើងអញ្ចឹងណាបាទអូខេអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានប៉ុណ្ណឹងទេអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់មានចម្ងល់អត់យល់តាមមិនទាន់ត្រង់ចំណុចណាមួយបងប្អូនអាច comment សួរនៅខាងក្រោមវីដេអូបានហើយបើសិនជាអាចសូមកុំភ្លេចជួយ share វីដេអូមួយនេះម្នាក់មួយផងដើម្បីឲ្យបងប្អូនយើងដទៃទៀតគាត់បានឃើញអរគុណ